នៅពេលដែលយើងនិយាយពីគ្រុនណាខ្ញុំជឿថាអ្នកគ្រប់គ្នាមានអារម្មណ៍ថាសាមញ្ញណាហើយរឿងហ្នឹងដូចជារឿងដែលដឹងជាទូទៅរួចទៅហើយដូចថាមិនគួរយកមកនិយាយទៀតណាប៉ុន្តែនាងខ្ញុំនៅតែគិតថាលោកអ្នកមួយចំនួនអត់ទាន់ស្គាល់អីជាគ្រុនពិតប្រាកដទេចាអញ្ចឹងចង់ជម្រាបពីនិយមន័យគ្រុនបន្តិចពាក្យថាគ្រុនមានន័យថាការកើនឡើងនៃកម្ដៅក្នុងខ្លួនរបស់យើងខុសពីធម្មតាខុសពីធម្មតាហ្នឹងមានន័យថាម៉េចធម្មតាខ្លួនយើងមានការប្រែប្រួលកម្ដៅតិចតួចហើយដូចជាពេលដែលលោកអ្នកហត់ឬក៏បញ្ចេញកម្លាំងខ្លាំងណាសាច់ដុំយើងធ្វើការខ្លាំងក៏អាចបង្កើនកម្ដៅក្នុងខ្លួនខ្លះដែរហើយតកតងនឹងពេលព្រឹកពេលល្ងាចកម្ដៅអាចប្រែប្រួលតិចតួចហើយចំពោះស្ត្រីគាត់អាចនឹងកើនឡើងកម្ដៅបន្តិចនៅពេលដែលគាត់ជិតមករដូវអីចឹងទៅប៉ុន្តែដើម្បីកុំឲ្យសាំញ៉ាំច្រើននាងខ្ញុំកំណត់តែម្ដងទៅវាអាចនឹងខុសតិចតួចបើសិនជាលោកអ្នកទៅអានឯកសារផ្សេងណាព្រោះការឲ្យនិយមន័យវាអាចនឹងខុសគ្នាតិចតួចប៉ុន្តែដើម្បីកុំឲ្យសាំញ៉ាំនឹងងាយយល់នាងខ្ញុំសូមកំណត់ថាពាក្យថាគ្រុនគឺនៅពេលដែលសីតុណ្ហភាពក្នុងខ្លួនរបស់យើងនឹងកើនឡើងលើសពី38អង្សាសេចាហើយចន្លោះពី37ទៅ37កន្លះ38ហ្នឹងគឺយើងអាចថាស្ទិញឬក៏ជាគម្លាតនៃសីតុណ្ហភាពដែលអាចប្រែប្រួលជាធម្មតាក្នុងខ្លួនយើងប៉ុន្តែនៅពេលដែលយើងហៅថាគ្រុនគឺនៅពេលដែលសីតុណ្ហភាពខាងក្នុងខ្លួនលើសពី38អង្សាសេដើម្បីកំណត់ថា38ហ្នឹងត្រឹមត្រូវឬអត់លោកអ្នកត្រូវចេះវាស់វាទៀតនៅក្នុងការវាស់កម្ដៅគឺយើងអាចប្រើទែម៉ូម៉ែត្រឬក៏ម៉ាស៊ីនវាស់កម្ដៅប្រភេទផ្សេងគ្នាដូចជាមានទែម៉ូម៉ែត្រខ្លះគឺយើងបាញ់ចូលនៅក្នុងกระดาษត្រចៀកអញ្ចឹងវាវាស់កម្ដៅនៅខាងក្នុងខ្លួនយើងពីกระดาษត្រចៀកមកមានប្រដាប់វាស់កម្ដៅខ្លះទៀតយើងបាញ់នៅលើថ្ងាមានខ្លះប្រភេទដាក់ថ្មឬទទឹតនៅពេលដែលលោកអ្នកដាក់ចូលហ្នឹងណាហើយខ្លះទៀតគឺធ្វើពីបារតអញ្ចឹងបើសិនជានិយាយពីប្រភេទនៃម៉ាស៊ីនវាស់កម្ដៅគឺមានប្រភេទផ្សេងគ្នារួចទៅហើយចំពោះទីតាំងវិញក៏ខុសគ្នាដែរយើងអាចវាស់បាននៅត្រចៀកនៅថ្ងាអាចនៅក្នុងមាត់នៅក្នុងរន្ធគូតឬក៏នៅក្លៀកជាដើមអញ្ចឹងការដែលយើងប្រើឧបករណ៍ផ្សេងគ្នានិងទីតាំងផ្សេងគ្នាហ្នឹងវាអាចធ្វើឲ្យកម្ដៅហ្នឹងប្រែប្រួលប៉ុន្តែធ្វើម៉េចដើម្បីកំណត់ថាជាកម្ដៅក្នុងខ្លួន38អង្សាសេដែលនាងខ្ញុំជម្រាបមុនហ្នឹងអញ្ចឹងពាក្យថាកម្ដៅក្នុងខ្លួនយើងអាចយកបានករណីកម្ដៅនៅកណ្ដាលត្រចៀកកម្ដៅនៅក្នុងមាត់កម្ដៅដែលយកពីក្នុងរន្ធគូតករណីហ្នឹងបើលោកអ្នកវាស់ទៅឃើញ38មានន័យថានឹងជាកម្ដៅក្នុងខ្លួនហើយផ្ទុយទៅវិញបើសិនជាលោកអ្នកវាស់នៅក្លៀកតើតែលោកអ្នកបូកថែម 0.5 អង្សាសេទើបស្មើនឹងកម្ដៅក្នុងខ្លួនមានន័យថាបើសិនជាលោកអ្នកវាស់នៅក្លៀកឃើញថា37.5ហើយមានន័យថាលោកអ្នកគ្រុនហើយព្រោះយើងបូកបន្ថែមកន្លះទៀតដើម្បីឲ្យស្មើនឹងកម្ដៅក្នុងខ្លួនយើងគឺស្មើនឹង38អង្សាសេចំពោះរយៈពេលនៃការវាស់ក៏ខុសគ្នាដែរអញ្ចឹងបើសិនជាលោកអ្នកវាស់កម្ដៅនៅត្រចៀកនៅក្នុងរន្ធត្រចៀកជាទូទៅគឺលឿនទេលោកអ្នកចុចហើយវាលឺសូរតាទឺតហ្នឹងគឺលោកអ្នកអាចដកមកមើលបានហើយចំពោះឧបករណ៍វាស់កម្ដៅដែលប្រើថ្មហ្នឹងជាទូទៅគឺវាលោតជាសំឡេងអញ្ចឹងនៅពេលដែលសំឡេងនឹងលោតមកបន្លឺសំឡេងមកមានន័យថាលោកអ្នកអាចដកវាចេញហើយយកមកមើលបានហើយប៉ុន្តែសម្រាប់ប្រដាប់វាស់កម្ដៅជាប្រភេទបារតវិញគឺលោកអ្នកត្រូវទុករយៈពេលមួយដែលក្នុងហ្នឹងនៅក្នុងមាត់នៅក្នុងរន្ធគូតត្រឹម3នាទីអាចនឹងយកជាការបានហើយលោកអ្នកត្រូវប្រយ័ត្នផងនៅពេលដែលដាក់ប្រដាប់វាស់កម្ដៅនៅក្លៀកគឺឲ្យចុងនៃប្រដាប់វាស់កម្ដៅហ្នឹងគឺនៅក្នុងក្លៀករបស់លោកអ្នកព្រោះអ្នកខ្លះគាត់ដាក់ទៅហួសទៅក្រោយបាត់ករណីហ្នឹងគឺវាស់អត់ត្រឹមត្រូវទេសរុបមកវិញពាក្យថាគ្រុនគឺកម្ដៅក្នុងខ្លួនលើសពី38អង្សាសេប៉ុន្តែលោកអ្នកត្រូវវាស់កម្ដៅឲ្យត្រឹមត្រូវផងចាអរគុណ